អានឹងក៏ប្រពោតិស័តដែរនេះមកអូច្បាស់ល្អណាស់គាត់ជួយកាន់ពូនេះមកអញ្ចឹងតម្រៃក្បាល3នោះគឺឋានប្រអិនហើយអ្នកដែលអង្គុយលើតម្រៃនោះគឺប្របាទជ័យវរ្ម័នទី7ប្រម៉ែជ័យ TV និងអន្តរ TV នេះសូមជួយមើលស្អាតណាស់ឃើញសក់គាត់ឃើញសក់គាត់កន្លែងនេះហើយនឹងគេល្បីក្នុង Facebook ដោយសារក្មេងៗហ្នឹងវាបន្តជួយវប្បធម៌ប្រវត្តិសាស្ត្រហើយកំពែងមាន4ទិសនាងកំពែងនោះទៅស្អីគេហៅចាក់ច្រែងទល់ត្រសូមបានសុខបានចម្រើនទាំងអស់គ្នាញ៉ាំទាំងអស់គ្នាញ៉ាំមួយមកចូលជុំគ្នាថតជុំគ្នាមកកូនមកថតជុំគ្នាមកបានសុខបានចម្រើនមកជុំគ្នាមកចូលគ្នាបានមើលឃើញនេះវិឆាថ្ងៃគាត់ណាជួយបានជុំគ្នាពីព្រោះនេះគឺកម្មអូនអញ្ចឹងអូនឯងមើលណែឃើញខោនេះបារាំងគេដឹកថ្មដើម្បីទៅជួសជុលប្រាសាទហើយខ្លងទ្វារខ្មោចហ្នឹងគេអត់ឲ្យយើងជួសជុលទេដោយសារបារាំងហ្នឹងឲ្យគេវាយថ្មប្រាសាទមកធ្វើផ្លូវយើងបាត់ថ្មច្រើនវាយទៅពីព្រោះថ្មបាក់បែកអត់រត់រាយនេះអូនមើលដល់ខោមកឆ្លងភពអូនមកឆ្លងភពមកទៅឆ្លងភពខ្ញុំចង់វាយឲ្យឆ្លងឲ្យតាក់ឲ្យធ្លាក់ឲ្យរៀនឆាប់ចេះបញ្ញាឆាប់ចាំកន្លងឆាប់ឆ្លងអូនតាមតែហើយនឹងចូលសកលវិទ្យាល័យយើងមិនរៀនទៀតយើងកសាងអំណាចនៃវិទ្យាហើយទ្វារសងខាងហើយទ្វារនេះគេធ្វើពីតកាហានគាត់តកាហាននេះគាត់ជួយមើលនេះថានេះគឺណាគ្រប់នេះទុកមកលើចោលនេះទុកសងខាងនេះជួយមើលហើយមើលក្រោយខ្នងគាត់អាចទុកទៀតទុកទៀត4ទិសគាត់4ទិសគាត់ថ្មនេះទូចណាស់រដ្ឋាថ្មនេះទូចណាស់ដល់ប្របាទជ័យវរ្ម័នទី7អាយុ56ហើយអត់មានពេលយូរទេជួយកសាងលឿនណាស់អញ្ចឹង1181ដល់1220តើបានទេបងប្អូនហើយជម្រៅទឹកនេះ7ម៉ែត្រហើយឥឡូវនេះសល់តែ2ម៉ែត្រទេ3ម៉ែត្រកន្លែងខ្លះវាដុបវាអត់មានពីណាថែហើយខ្លោងទ្វារនេះយើងជិះកង់ជិះម៉ូតូបានតើបានទេកូនបត់ស្ដាំទៅងវត្តបត់ឆ្វេងទៅប្រាសាទធម្មនន្តបត់ជិះកាត់ព្រៃកាត់ដុបចេះយល់ពូនិយាយមានសំណួរសួរពូហើយតម្រៃក្បាល3នឹងជាជំនិះរបស់ព្រះអិនហើយប្រម៉ែអន្តរ TV ជ័យរាជ TV និងប្របាទជ័យវរ្ម័នទី7អង្គុយនឹងពីព្រោះគាត់អ្នកកសាងនេះគេហៅថាកំពែងការពីក្រុងកូន fortify to protection the kingdom ចម្ប៉ាយល់ចម្ប៉ាវាខលចាមយល់ចាមសៃគេវាខលគេអីគេចម្ប៉ាណាកូនស្គាល់ចម្ប៉ាមិនបាត់ទឹកដីដោយសារយួនគេវាយយកអស់ហើយកូនអញ្ចឹងយើងជាខ្មែរអសកនេះឲ្យគឺកម្ពុជាបើដាច់កងាប់អត់បើឡានពួកបើយើងដើរចូលឡានងាប់ហ្នឹងមានជំនួយសួរពូកូននឹងក្រោយកវត្ត38ឆ្នាំកវត្ត1113ដល់1150អញ្ចឹងកវត្តគឺព្រះវិស្ណុដល់ពេលកោធំនេះប្រាសាទច្រើននៅតាំងពីអេសូតាំងពីព្រះវិស្ណុតាំងពីពុទ្ធសាសនាមហាយានហើយប្រាសាទបាយ័ននោះសតវត្សទី13ចុងក្រោយហើយចុង13ហ្នឹងណាកូនណា1181ដល់1220ដល់ពេលបកូណាទី7ព្រះអង្គសោយជីវង្គតទៅបានបុត្រព្រះអង្គសិន្ទ្រវរ្ម័នកុមារទី2ឡើងគ្រងរាជ្យតែបាននេះកូនឡើងគ្រងរាជ្យដល់1243ហើយអង្គរវត្តនេះប្រាសាទនេះក្លាប់ចាក់ដោយសារជ័យវរ្ម័នទី8ស្ដេចចោលប្លន់គាត់ដូរទៅជឿព្រហ្មញ្ញសាសនាគាត់វាយរូបពុទ្ធចោលអស់ប្រាសាទតាព្រំគាត់ដាក់រូបពុទ្ធចោលខ្ទេចប្រាសាទតាណីប្រាសាទតាសោមប្រាសាទតាព្រំនៅខាងកើតទៅ3គីឡូដល់ហើយប្រាសាទនោះគេហៅរាជវិហារបានន័យថាម៉េចវិហាររបស់ស្ដេចរាជវិហារហើយប្រាសាទនេះពីដើមហើយតាព្រំនោះគាត់រៀបការជាមួយម្ដាយគាត់យកប្រពន្ធគាត់ធ្វើយកម្ដាយគាត់ធ្វើប្រពន្ធអត់តនេះនឹងរឿងវាតាក់ទងនឹងរឿងហើយប្រាសាទប្រខ័ណ្ឌតំណាងឲ្យច្បាប់នឹងប្របាទជ័យវរ្ម័នទី7កាន់ច្បាប់គេហៅប្រខ័ណ្ឌនេះទាំងអស់គ្នាប្រខ័ណ្ឌនេះគេហៅជ័យយាស្រីថាមើលជ័យយាស្រីហើយតាក់នេះគាត់ជំនាញនេះជ័យវរ្ម័នទី7គេហៅថាជ័យយាសន្ធុថាមើលនេះជ័យយាសន្ធុមហាសមុទ្រជោគជ័យដល់ពេលប្រាសាទបាយ័ននោះគេហៅអីបាយ័នគេហៅថាជ័យយាគិរីគឺភ្នំនៃជ័យជុំឈ្នះចាមអញ្ចឹងប្រម៉ែអន្តរ TV នោះគាត់បានរៀបការជាមួយប្របាទជ័យវរ្ម័នទី7ព្រះអង្គសុបវៈចិត្តមែនទែនដោយសារជ័យរាជ TV គាត់សកត់ចាប់ប្រកបយកកម្មាហ្នឹងទៅបង់កចាប់កម្មានោះក៏ហោះទៅក៏ពាក់កប្រម៉ែអន្តរ TV ក៏បានរៀបការជាមួយទៅហ៊ានអមែនទែនស្ដេចបកូនណាមានប្រពន្ធហើយអញ្ចឹងមនុស្សប្រុសបើអត់មានប្រពន្ធថាម៉េចដូចទីក្រុងអត់ជាគៀងអាគីគិសនី
កាប់តនេះគាត់ទៅកាប់អត់មានសំណួរសួរឆ្ងល់ខ្ញុំឆ្ងល់សួរកូនសួរទី1តកតងទៅនឹងប្រាសាទដែលប្របាទជ័យវរ្ម័នទី7គាត់កសាងឡើងគឺឧទ្ទិសទៅខាងពុទ្ធសាសនាមហាយានចាអញ្ចឹងខ្ញុំឃើញថាសំណង់ស្ថាបត្យកម្មខ្មែរភាគច្រើនដែលខាងព្រហ្មញ្ញសាសនាគឺគាត់មានគូទឹកជំវិញមែនទេអញ្ចឹងចំពោះប្រាសាទដែលប្របាទជ័យវរ្ម័នទី7គាត់កសាងតម្រង់ជាឧទ្ទិសដល់ពុទ្ធសាសនាទេប៉ុន្តែមានគូទឹកដូចគ្នាគ្រប់ប្រាសាទទាំងអស់បាទត្រឹមត្រូវអានោះមូលហេតុអីត្រូវសំណួរនេះល្អមែនតើចាំស្ដាប់ពូនិយាយណាថាមើលកូនទឹកដីទឹកនេះគឺជាឪពុកដីគឺជាម៉ែសបានទេណាកាលណាបើមានទឹកត្រូវតែមានដីអញ្ចឹងគ្រប់ប្រាសាទទាំងអស់សុទ្ធតែមានគូទឹកដែរស្ដាប់សិនគូទឹកហ្នឹងបានការពារសត្រូវវាយលុកចូលអញ្ចឹងมันអាចឆ្លងទឹកបានទេ7ម៉ែត្រតែបានទេណាកន្លែងខ្លះគេប្រឡែងកពើនឹងទី1ទី2ឡានធំมันអាចអង្គើដល់អង្គរបានទេដោយសារទឹកនេះវាទប់រំញ័រទី3ការពារស្ងួតក្រោមនេះសិតតែខ្សាច់ទាំងអស់ហើយកាមអញ្ចឹងទឹកនឹងការពារអញ្ចឹងថ្មីបើប្របាទជ័យវរ្ម័នទី7ព្រះអង្គជឿទៅលើពុទ្ធសាសនាមែនក៏ប៉ុន្តែការរៀបចំក្រុងថាមកកូនរៀបចំក្រុងគឺសិតតែមានគូទឹកព័ទ្ធជុំវិញទាំងអស់នេះណាអញ្ចឹងកុំឲ្យប្រកាន់ថាជួបព្រហ្មញ្ញសាសនាក៏មានគូទឹកណាមិនដឹងជួបពុទ្ធសាសនាក៏មានគូទឹកជាទឹកនេះជាធម្មជាតិតាដីក៏ជាធម្មជាតិស្បានអត់អញ្ចឹងម៉ែឪយើងដែលបង្កើតយើងដើម្បីអីដើម្បីទុកជាកំណត់ទុកជាសម្បត្តិមកដល់យើងសប្តាហ៍នេះបាទអត់នេះជាម្នាក់ដែលចូលមកអង្គរវត្តម្នាក់$37កូនតើយើងស៊ីអត់ប៉ុន្តែសូមឲ្យលោកអ្នកទាំងអស់គ្នាជួយផ្សព្វផ្សាយទៅកាន់ពិភពលោកថាយើងកំពុងធ្វើអីមែនអត់អញ្ចឹងអាម្ដាយឪពុកយើងដែលបរៀនយើងនេះដែលអប់រំយើងឲ្យយើងទៅសាលារៀនយើងរហូតប្រឡងជាប់មិនជាប់ក៏ដោយយើងត្រូវទៅប្រឡងទៀតអត់អីទេអ្នកខ្លះទៅខូចចិត្តខូចថ្លំទៅលោតទឹកស្លាប់ខ្លួនទៅចងកឯណាណីបើប្រឡងឆ្នាំនេះមិនជាប់ឆ្នាំក្រោយប្រឡងទៀតទៅវាមិនមែនអត់ជីវិតគឺជាអីគឺជាសិល្បៈមានផ្អែកមានល្វីងមានចត់មានជុំមែនទេទាំងអស់គ្នាមិនពូចឹង20ឆ្នាំជាងដែលផ្សព្វផ្សាយនឹងគោមានសំណួរសួរទៀតទេគូខ្ញុំមានសំណួរមួយដែរថាតកតងទៅនឹងប្របាទយក្សវរ្ម័នទី1យើងឃើញថាគាត់ចូលចិត្តកសាងប្រាសាទនៅលើភ្នំមែនទេមានភ្នំបូកមានភ្នំអាខៃមានភ្នំក្រោមអញ្ចឹងអានោះសង្កេតឃើញហើយមួយទៀតតកតងទៅនឹងប្របាទចន្ទរាជាវិញវាច្រើនគាត់កសាងប្រពុតសំណាក់ធំមែនតើនៅភ្នំមិនគេភ្នំម្ដងក៏មានដែរហើយនៅនេះប្រាសាទបាពួនហើយនៅភ្នំកលែនគឺព្រះអង្គធំហ្នឹងគឺធំមែនតើស្នាដៃរបស់គាត់មូលហេតុអ្វីមកគាត់ចូលចិត្តកសាងថាតាមចាហើយនឹងកសាងទាំងអស់គ្នាចាំថាតាមពូណាមេបាតាចៅព្រះតែកូនមេប្រាសាទណាមេតប្រាសាទនៅកណ្ដាលទឹកដូចជាមេបនខាងលិចមេបនខាងកើតកូនសាបានណាមេដល់ពេលប្រាសាទបាគឺសាងលើភ្នំយ៉ាងហើយសាបិតន់អញ្ចឹងប្រាសាទណាតាស្គាល់តែនៃតែសោមតែកែវតែព្រំសិតតែប្រសាងជាប់ដីហ្នឹងបុព្វការីជនមេបាតាចៅសាយទេវតាចៅស្រីវិបុលតែបាននេះកូនមេបាតាចៅព្រះអីគេព្រះគោព្រះអីព្រះខណ្ឌយកចាំឥឡូវទាំងអស់គ្នាចាំណាអញ្ចឹងសាសនាដើមរបស់ខ្មែរសាសនាអីគឺសាសនាជីគឺសាសនាគឺគោរពទៅលើធម្មជាតិឲ្យតម្លៃទៅលើធម្មជាតិកូនអញ្ចឹងកន្លែងដែលខ្ពស់ណាកូនណាកន្លែងដែលខ្ពស់គឺជាកន្លែងដែលទីសក្ការៈសម្រាប់ឲ្យមនុស្សយើងទៅបួងសួងដូចជាប្រាសាទអង្គរវត្តប្រាសាទខ្ពស់អត់ថ្មីបើក្នុងធម្មជាតិក៏ដោយក៏គាត់កសាងលើដីដែលមានទីទួលខ្ពស់ដែរអញ្ចឹងតំណាងឲ្យគំនិតហើយគំនិតនេះត្រូវតែមានសុឆន្ទៈក្នុងការបង្ហាញនូវសេចក្តីល្អសម្រាប់មនុស្សទាំងអស់គ្នាយល់ទេនឹងកុំឲ្យចង់សៃអញ្ចឹងប្រាសាទនៅលើភ្នំសិតតែប្រាសាទតំណាងឲ្យហើយកូនបាទស្គាល់ទៅព្រៃវែងកូនបាអីបាទភ្នំទៅតកែវបាអីកូនបាទីទៅពោធិ៍សាត់បាអីបាកានទៅបាត់ដំបងបាណន់ទៅពីសៀមរាបបាអីបាកងបាខែងបាពួនបាយ៉ងកោប៉ុន្តែកុំឲ្យភ្លេចដូនតាត្រូវទៅជឿទៅលើឪពុកម្ដាយត្រូវទៅគោរពទៅដូនតាបុព្វការីជនយើងជាទេវតាជាអាទិទេពនៃមហានគរកុំឲ្យភ្លេចណាកូនណាតែកាលណាដោយលោកគ្រូណាគាត់រិះគន់អីមិនចឹងទៅក៏ប៉ុន្តែយើងជាខ្មែរក៏ប៉ុន្តែយើងត្រូវតែជួយផ្សព្វផ្សាយអ្វីដែលគេមរតករបស់ដូនតាយើងយល់ទេណាអរគុណច្រើនចា៎បានមកពុកទៀតហើយខ្ញុំផ្សព្វផ្សាយគ្នាអរគុណច្រើនអរគុណច្រើន